យងតើមានអ្នកណាខ្លះដែលបានរស់នៅទីនោះខ្ញុំអូវ៉ាន់ស៊ូប្រធានមូលនិធិពេលនេះខ្ញុំសូមណែនាំប្តីរបស់ខ្ញុំគីមយ៉ុងកុកដែលជាអនុប្រធានរោងវ៉ានគ្រប់អ្នកណាជាអង្គរៈមន្ត្រីម្នាក់បានស្លាប់ពីការស៊ើបអង្កេតនៃភេរវកម្មរបស់ប្រធានាធិបតីនោះគឺមិត្តរបស់ខ្ញុំមានអ្នកព្យាយាមសម្លាប់គេចុះយ៉ាងម៉េចពួកគេបរាជ័យហើយយ៉ាងម៉េចទៀតយើងត្រូវប្រឆាំងជាមួយពួកគេម្ដងទៀតហើយខ្ញុំនឹងព្យាយាមពួកគេកំពុងតែមកបន្តពីមូលនិធិព្រោះពួកគេនឹងគ្រប់គ្រងវ៉ាន់គ្រប់នៅថ្ងៃអនាគតនោះគឺជាការលេងលុយអូនមិនដឹងទេមែនទេតែមិនមែនរឿងខ្លះយើងនឹងយកសម្រាប់ដូចជានាងទៅឲ្យឆ្ងាយពីយើងចេញទៅអ្នកចង់កំចាត់នាងអូវ៉ាន់ស៊ូក៏ជាអ្នកសម្រាប់ជួយកដូចគ្នាកុំបារម្ភអីខ្ញុំនឹងការពារអ្នកស្រីនាងនឹងខ្លាចជាចំណាប់ខ្មាំងបើនាងមិនចាក់ចេញទេខ្ញុំនឹងសម្លាប់នាងដោយផ្ទាល់ដៃខ្ញុំត្រូវបានលាក់បាំងឈប់សិនអ្វីគ្រប់យ៉ាងនឹងត្រូវបានលាតត្រដាងនឹងបង្ហាញការពិតអ្នកបង្កភេរវកម្មច្បាស់ជាម្នាក់នៅក្នុងវ៉ាន់ក្រុមរឿងភេរវកម្មអាចកំបាំងនាំមកជូនទស្សនាដោយក្រុមហ៊ុន SN Drama